ចាសសូមជម្រាបសួរម៉ាក់និងបងលើកនេះយើងមកមើលពីវិធីធ្វើល្បាយសាច់ត្រីម៉ត់ដើម្បីឲ្យអូនអាយុ5-6ខែញ៉ាំចាសល្បាយសាច់ត្រីនេះគឺមានលក្ខណៈទន់ល្មើយងាយស្រួលក្នុងការលេបសម្រាប់អូនអាយុ5-6ខែចាសសូមបញ្ជាក់ត្រង់នេះបន្តិចគឺអូនអាយុ5-6ខែត្រីដែលអូនអាចញ៉ាំបានដំបូងគេគឺត្រីសាច់សតែដោយសារនាងខ្ញុំមានតែត្រីសាម៉ាន់នាងខ្ញុំសូមលើកឧទាហរណ៍ត្រីសាម៉ាន់សម្រាប់ត្រីសាម៉ាន់គឺអូនអាយុ7ខែទៅទើបអាចញ៉ាំបានជាដំបូងយើងស្ងោរត្រីនេះនៅក្នុងទឹកដាំពុះដោយសារត្រីសាម៉ាន់នេះមានកម្រាស់ប្រហែលជា3សង់ទីម៉ែត្រនិងខ្ញុំស្ងោរប្រហែលជារយៈពេល8នាទីតែបើត្រីមានកម្រាស់ស្ដើងជាងនេះគឺយើងស្ងោររយៈពេលខ្លីជាងនេះចាពេលស្ងោររួចហើយយើងយកសមឆ្កឹះមើលខាងផ្នែកកណ្ដាលតើត្រីនេះឡើងសហើយឬនៅបើឡើងសហើយគឺឆ្អិនហើយបន្ទាប់មកគឺស្រង់ចេញដាក់ចានទុកឲ្យបាត់ក្តៅបេះដុំបន្ទាប់ពីបេះដុំហើយនឹងខ្ញុំដាក់ចូលទៅក្នុងចានសម្រាប់កិនម្ហូបរបស់ទារកដែលមានឆ្នូតនៅខាងបាតបន្ទាប់មកយកកូនអង្រែមួយញំឲ្យសាច់ត្រីនេះម៉ត់ល្អបន្ទាប់ពីសាច់ត្រីនេះម៉ត់ល្អហើយដោយសារសាច់ត្រីនេះរាងស្ងួតនឹងខ្ញុំចាក់ទឹកដែលស្ងោរសាច់ត្រីនេះចូលឬក៏ទឹកដាំឆ្អិនចូលដើម្បីឲ្យសាច់ត្រីនេះរាងរាវទន់ចាចំពោះទម្រង់សាច់ត្រីដែលសមស្របសម្រាប់អូនអាយុ5-6ខែបរិភោគគឺមានលក្ខណៈម៉ត់រាវដោយដែលមាននៅក្នុងតារាងនេះយ៉ាងដូចនេះដែរចំពោះ7-8ខែសាច់ត្រីមានទំហំប្រហែលជា3-4មីលីម៉ែត្រចំពោះ9-11ខែសាច់ត្រីមានទំហំប្រហែលជា5មីលីម៉ែត្រហើយចំពោះអូនអាយុ12-18ខែសាច់ត្រីមានទំហំប្រហែលជា1សង់ទីម៉ែត្រចាស់ល្បាយសាច់ត្រីគឺមានលក្ខណៈបែបនេះគឺរាវម៉ត់យ៉ាងដូចនេះសម្រាប់អូនអាយុ5-6ខែជាបន្តទៅនេះនឹងខ្ញុំសូមបង្ហាញជូនពីវិធីបង្កកទុកល្បាយនេះនៅក្នុងទូកកចាយើងដាក់ល្បាយដែលធ្វើរួចហើយនេះទៅក្នុងថាសបង្កកដែលមានដុំតូចប្រហែលជា5-6គ្រាប់សម្រាប់ប្រើមួយសប្តាហ៍សូមប្រើម្ហូបដែលបង្កកសម្រាប់ទារកនេះឲ្យអស់ក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះដើម្បីឲ្យទារកទទួលបានអាហារដែលមានគុណភាពនិងអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់បន្ទាប់ពីដាក់ចូលក្នុងថាសបង្កកដុំតូចហើយយើងបន្គុំរ៉ូបរួចសរសេរថ្ងៃខែបន្ទាប់មកយើងដាក់លើថាសដែកដាក់ចូលក្នុងទូបង្កកដើម្បីឲ្យការបង្កកនេះបានលឿនល្អនិងរក្សាភាពស្រស់នៅក្នុងម្ហូបដែលយើងបានធ្វើសម្រាប់ម្ហូបបង្កករបស់ទារកសូមព្យាយាមប្រើឲ្យអស់ក្នុងរយៈពេលមួយសប្តាហ៍ជំហានបន្ទាប់នេះខ្ញុំសូមបង្ហាញពីតិចនិកក្នុងការធ្វើឲ្យសាច់ត្រីនេះងាយស្រួលលេបសម្រាប់អូន5-6ខែដែលទើបនឹងរៀនញ៉ាំសាច់ត្រីដំបូងដោយសារសាច់ត្រីនេះរាងស្កាត់ពិបាកក្នុងការលេបយើងដាំទឹកប្រហែលជា100មីលីលីត្រឲ្យពុះបន្ទាប់មកចាក់សាច់ត្រីម៉ត់ប្រហែលជា1ស្លាបព្រាបាយចូលកូរឲ្យសព្វដាំឲ្យពុះម្ដងទៀតចាបន្ទាប់មកយើងលាយម្សៅឆាប្រហែលជា7 ស្លាបព្រាកាហ្វេជាមួយនឹងទឹកបន្តិចបន្តួចប្រហែលជា1ស្លាបព្រាបាយលាយឲ្យសព្វរួចយកទៅចាក់កូរជាមួយនឹងល្បាយសាច់ត្រីដែលយើងបានដាំពុះហើយយើងកូរល្បាយសាច់ត្រីជាមួយនឹងល្បាយម្សៅឆាចូលគ្នាឲ្យសព្វនៅក្នុងឆ្នាំងចាំរហូតទាល់តែពុះរួចយើងទុកឲ្យពុះប្រហែលជារយៈពេល1នាទីទៀតរហូតទាល់តែល្បាយនេះឡើងទន់ថ្លាយ៉ាងដូចនេះល្បាយសាច់ត្រីសម្រាប់អូនអាយុ5-6ខែនេះគឺឡើងទន់ថ្លាដូចនៅក្នុងវីដេអូនេះយ៉ាងដូចនេះដែរចាស់ល្បាយនេះគឺរួចរាល់ហើយយើងអាចដួសដាក់ក្នុងកូនចានមួយទុកឲ្យត្រជាក់សម្រាប់ទុកបញ្ចុកអូនចាស់នាងខ្ញុំសាកញ៉ាំល្បាយនេះសាកមើលរួចហើយគឺលេបទៅរលូនអត់មានស្កាតជាប់បំពង់កទេចាសសូមអរគុណសម្រាប់ការតាមដានទស្សនាបើបងចូលចិត្តវីដេអូនេះសូមជួយចែករំលែកទៅសាច់ញាតិនិងមិត្តភ័ក្តិដែលត្រូវការចំណេះដឹងទាក់ទងនឹងការបង្រៀនទារកញ៉ាំអាហារសូមជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា